សត្វទោចពណ៌លឿងជាសត្វពីណូដែលមានលក្ខណៈជីវសាស្ត្រគួរឲ្យចាប់អារម្មណ៍ពេលកាត់មកសត្វទោចពណ៌លឿងមានរោមពណ៌លឿងរោមរបស់កូនសត្វទោចពណ៌លឿងប្រែពណ៌ពីពណ៌លឿងទៅពណ៌ខ្មៅនៅពេលពួកវាមានអាយុប្រហែល6ខែនៅពេលពេញវ័យសត្វទោចពណ៌លឿងឈ្មោលមានសម្បុរពណ៌ខ្មៅលើកលែងតែផ្នែកថ្ពាល់របស់វាមានរោមពណ៌លឿងចំណែកសត្វទោចញីវិញមានរោមពណ៌លឿងនៅពេលវាពេញវ័យវាតែងស៊ីផ្លែឈើត្រួយឈើផ្កានិងសត្វល្អិតជាអាហារសត្វទោចញីបង្កើតកូនម្ដងបានតែមួយប៉ុណ្ណោះបន្ទាប់ពីពពោះអស់រយៈពេល210ថ្ងៃចន្លោះរយៈពេលមានកូនពីមួយទៅមួយគឺមានរយៈពេល2ទៅ3ឆ្នាំនៅពេលដែលកូនតូចមានអាយុប្រហែល1ឆ្នាំវាចាប់ផ្ដើមរៀនលោតតោងមែកឈើនៅជិតមេរបស់វាដោយក្តីសប្បាយរីករាយព្រៃស្រោងនិងព្រៃពាក់កណ្ដាលស្រោងជាជម្រកដ៏សុខសាន្តរបស់ទោចពណ៌លឿងពួកវាតែងរស់នៅជាក្រុមតូចៗចាប់ពី2ទៅ5ក្បាលនិងមានវត្តមានតែនៅភាគខាងកើតនៃទន្លេមេគង្គភាគឦសាននៃប្រទេសកម្ពុជាប្រទេសវៀតណាមភាគខាងត្បូងនិងនៅប្រទេសឡាវផងដែរតាមការស្រាវជ្រាវបានបង្ហាញថាសត្វទោចពណ៌លឿងអាចមានអាយុរហូតដល់46ឆ្នាំហើយមានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណ1129ក្បាលក្នុងដែនជម្រកសត្វព្រៃកែវសីមានាខេត្តមណ្ឌលគិរីដែលជាចំនួនច្រើនបំផុតនៅលើពិភពលោកការការពារទោចពណ៌លឿងគឺជាការជួយថែរក្សាព្រៃឈើឲ្យមានសុខភាពល្អព្រោះសត្វទោចពណ៌លឿងជួយរក្សាប្រព័ន្ធអេកូឡូស៊ីព្រៃឈើព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអេកូទេសចរណ៍ដែលជួយលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរប៉ុន្តែសត្វទោចពណ៌លឿងជាប្រភេទសត្វកម្រនិងជាថនិតសត្វដែលត្រូវបានចុះនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជដោយសារតែកត្តាគំរាមកំហែងមានដូចជាការបរបាញ់ការជួញដូរនិងការបាត់បង់ទីជម្រកជាដើមសូមចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃការជួញដូរសត្វព្រៃនិងការកាប់បំផ្លាញព្រៃឈើចូលរួមទាំងអស់គ្នាដើម្បីការពារសត្វទោចពណ៌លឿងដែលជាកេរមរតកធម្មជាតិរបស់កម្ពុជា